បរោះកើតឆ្នាំទាំង4ឆ្លាតពូកែបើបានជាប្តីដឹងតែសំណាងមួយជីវិតប៉ិតណាស់ក្នុងការជ្រើសរើសគូស្រករការមើលលើអត្តចរិតចិត្តគំនិតនិងក្តីស្រឡាញ់គឺជារឿងដែលសំខាន់បំផុតចំណែករឿងខែឆ្នាំអ្នកអាចជឿឬមិនជឿក៏បានយ៉ាងណាក៏ដោយបើតាមក្បួនហុងស៊ុយជាច្រើនបានឲ្យដឹងថាបរោះណាដែលកើតក្នុងឆ្នាំទាំង4នេះមានលក្ខណៈសម្បត្តិពិសេសទោះបីមិនសូវពូកែលេងសើចមិនសូវពូកែរ៉ូមែនទិកប៉ុន្តែមានចិត្តស្មោះស្រឡាញ់សង្សារស្រឡាញ់ប្រពន្ធកូនអស់មួយជីវិតតែម្ដងដូច្នេះကျွန်တော်ថាតើបរោះកើតឆ្នាំទាំង4នោះមានឆ្នាំអ្វីខ្លះសូមបន្តទស្សនាទាំងអស់គ្នាទី1បរោះកើតឆ្នាំឆ្លូវបរោះដែលកើតឆ្នាំនេះភ្ជាប់មកជាមួយនឹងបេះដូងសុភាពទន់ភ្លន់និងកក់ក្ដៅនិយាយពីរឿងទំនាក់ទំនងពួកគេមានបេះដូងតែពោពេញដោយការយកចិត្តទុកដាក់ព្រួយបារម្ភចំពោះនារីដែលគេស្រឡាញ់ពេលនៅវ័យក្មេងអ្នកកើតឆ្នាំឆ្លូវអាចនៅមិនទាន់ខ្លាយជាអ្នកមានទេប៉ុន្តែក្រោយរៀបការរួចពួកគេខិតខំប្រឹងប្រែងខ្លាំងស្វែងរកសុភមង្គលនិងជីវិតដ៏សុខស្រួលមកឲ្យគ្រួសារមិនឲ្យប្រពន្ធកូនលំបាកឡើយនារីបើបានបរោះកើតឆ្នាំនេះជាប្តីគឺសំណាងខ្លាំងណាស់ទី2បរោះកើតឆ្នាំរោងបរោះដែលកើតក្នុងឆ្នាំរោងមិនសូវចេះនិយាយពាក្យផ្អែមល្ហែមដូចជាអ្នកផ្សេងឡើយពួកគេច្រើនតែអៀនព្រានច្រើនរាល់ពេលដែលត្រូវបង្ហាញអារម្មណ៍ទៅកាន់ភេទផ្ទុយគ្នាមិនតែប៉ុណ្ណោះរាល់ពេលត្រូវបង្ហាញអារម្មណ៍ទៅកាន់មនុស្សស្រីដែលគេស្រឡាញ់មិនតែប៉ុណ្ណោះអ្នកកើតឆ្នាំនេះមិនមែនចេះតែឆេវឆាវងាយមិនចេះនិយាយច្រើនតែចូលចិត្តបង្ហាញក្តីស្រឡាញ់តាមសកម្មភាពជាក់ស្ដែងក្រោយពេលរៀបការរួចអ្នកកើតឆ្នាំរោងមិនដែលខ្លាចហត់នឿយនឹងពុះពៀធ្វើគ្រប់យ៉ាងដើម្បីឲ្យគ្រួសារបានរស់ស្រួលនិងមានជីវភាពធូរធារដូចគេឯងចំណុចពិសេសមួយទៀតរបស់បរិបទដែលកើតឆ្នាំរោងនេះគឺមិនថាពួកគេរវល់ខ្លាំងគ្មានពេលវេលាសម្រាប់គ្រួសារក៏ដោយតែពួកគេនៅតែអាចធ្វើឲ្យប្រពន្ធកូនមានអារម្មណ៍កក់ក្ដៅមិនដែលខ្វល់ខ្វាយពីរឿងផាត់ក្បត់ឡើយទី3បរោះកើតឆ្នាំកលបរោះដែលកើតក្នុងឆ្នាំកលកាន់តែមិនចេះផ្អែមល្ហែមពួកគេមិនចេះពីវិធីធ្វើឲ្យដៃគូភ្ញាក់ផ្អើលឡើយទោះបីពេលខ្លះពួកគេចង់ធ្វើរឿងផ្អែមល្ហែមខ្លះតែលទ្ធផលចេញមកមិនសូវបានផលល្អនោះទេទោះជាយ៉ាងណាអ្នកកើតក្នុងឆ្នាំកលនេះស្រឡាញ់ប្រពន្ធកូននិងគ្រួសារធំធេងណាស់ពួកគេក៏តែប្រឹងធ្វើការមិនខ្លាចហត់នឿយសាស្វែងរកចំណេះបន្ថែមអភិវឌ្ឍខ្លួនដើម្បីជោគជ័យនាំភាពចម្រុងចម្រើនដល់ក្រុមគ្រួសារទី4បរោះកើតឆ្នាំមមែបរោះឆ្នាំមមែច្រើនតែពូកែអៀននិងមិនសូវខ្វល់ពីការគិតរបស់អ្នកដទៃមកលើពួកគេឡើយប៉ុន្តែក្រោយពេលរៀបការរួចបរោះប្រភេទនេះផ្លាស់ប្ដូរស្ទើរទាំងស្រុងពួកគេចេះបង្ហាញក្តីស្រឡាញ់និងព្យាយាមការពារអ្នកដែលគេស្រឡាញ់យ៉ាងដិតដល់អ្នកកើតឆ្នាំនេះច្រើនតែគិតរឿងសុភមង្គលគ្រួសារជាធំដូច្នេះហើយទើបក្រោយពេលមានប្រពន្ធពួកគេកាន់តែផ្ដោតលើទំនួលខុសត្រូវជាធំដើម្បីផ្ដល់ក្តីសុខដល់គ្រួសារទាំងមូល